និយាយពីថាធ្វើអីមួយអត់ឲ្យច្រឡំគេហ្មងបើថា introvert ឲ្យ introvert ឲ្យចំទៅអត់ទេធ្វើឯងឯណាចង់ទៅមើលផ្កាចង្រងស្វាហើយទៅមើលពេលយប់ទៀតចៃដន្យអីទឹកស្ទឹងចូលលិចអស់ទៀតណាឲ្យសមមកដូរប្រធានបទក៏បានទៅហាត់ប្រាណវិញល្អជាងព្រោះថានៅផ្ទះមិនដែលបានហាត់ប្រាណផងអញ្ចឹងជះលុយទិញសាំងកន្លះលីត្រជិះពីផ្ទះទៅដល់ខេត្តដើម្បីហាត់ប្រាណនិយាយលេងផងមែនផងអីគឺថាខ្ញុំ stress ពេកចេះដើរទៅអបសុកព្រោះថាអាពេលដើរលេងមនុស្សច្រើនហ្នឹងអត់បានដើរអាពេលដែលបានដើរគឺជាពេលដែលអត់មានកម្រងលក្ខណៈថាផ្ទុយគ្នាតែហ្មងណាប៉ុន្តែมันជាអ្វីទេឲ្យតែបានដើរទស្សនវិជ្ជានៅតាមដើមស្ទឹងនៅតែស្រស់ស្អាតដដែលសម្រាប់ខ្ញុំហើយខ្ញុំក៏បានឃើញមនុស្សម្នាជាច្រើនគាត់ដើរហាត់ប្រាណជាលក្ខណៈក្រុមគ្រួសារជាលក្ខណៈក្រុមការងារក៏ជាលក្ខណៈមិត្តភ័ក្តិអញ្ចឹងទៅហើយក៏ឃើញក្មេងៗសិស្សសាលាគាត់ទៅដើរលេងកម្សាន្តរួមក្រុមរួមមិត្តភ័ក្តិអញ្ចឹងណាហើយខ្ញុំក៏បានឃើញទូដាក់សៀវភៅមួយដែលមានឈ្មោះថាកំណប់គំនិតហើយខ្ញុំក៏បានបើកមើលចំណងជើងសៀវភៅដែលគេបានដាក់តាំងណាកំណប់កំណាត់ទេកំណត់កំណាត់កាលនេះគេបានទៅលើក្រុមចង់និយាយថាមិនបានអានពិស្ដាយទេព្រោះថាយើងអត់មានពេលហើយក៏មិនមែនអ្នករស់នៅជិតនឹងអត់សូវមានពេលទៅអញ្ចឹងណាហើយសម្រាប់អ្នកដែលមានពេលអីចង់ទៅអានលក្ខណៈថារងាប់អារម្មណ៍ឬក៏អានយកចំណេះដឹងអីអាចទៅបានព្រោះថាទូសភៅហ្នឹងគេដាក់នៅតាំងនៅកន្លែងហ្នឹងរហូតហ្នឹងហើយសម្រាប់អ្នកដែលចង់បរិច្ចាគសភៅអីគឺអាចយកទៅដាក់នៅនឹងបានព្រោះអីឃើញនៅក្នុងទូហ្នឹងរៀងមាន special ខ្លះដែរអញ្ចឹងអាចដាក់តាំងបន្ថែមបានហើយសម្រាប់អ្នកដែលបានអានសូមជួយថែរក្សាសៀវភៅផងព្រោះថាយើងក៏ចង់ទុកឲ្យអ្នកក្រោយគេបានមើលដែរណាព្រោះអីសភៅយើងដឹងហើយវាមិនមែនជារបស់អមតៈអីទេដែលធ្វើពីស៊ីម៉ង់ចាក់បេតុងឬក៏សាឡាចារឹកអីរឹងមាំមិនមែនទេវាលក្ខណៈផុយស្រួយដែរអញ្ចឹងយើងថែជួយថែគ្នាទៅណាតាមតែមើលទឹកមុខទៅគឺថាដូចជាពេញចិត្តហើយណាព្រោះថាវ័យខ្ញុំប្រហែលជាស័ក្តិសមនឹងសភៅធរហើយមើលទៅលក្ខណៈថាអត់ដឹកស្មានតែក្នុងទូនឹងមានសភៅនឹងដែរណាមានអីតំណងដែរតាយើងមើលឲ្យដឹងខ្លះទៅព្រោះថាអនាគតទៅយើងគង់ទៅចូលវត្តទេមើលហើយអីហើយគឺថាខ្ញុំធ្វើការរៀបចំបិទដាក់កលឹះវាឲ្យជិតឡើងវិញព្រោះថាយើងជួយការពារទៅខ្លាចភ្លៀងចូលក៏ដូចជាខ្លាចរបូតធ្លាក់សភៅមកអស់ខូចខាតបណ្ដោយអញ្ចឹងពេលមើលហើយដាក់ចូលក្នុងកន្លែងដើមវិញហើយបិទឲ្យជិតអត់តន់ចប់ទេបន្ទាប់ពីហ្នឹងហើយខ្ញុំធ្វើដំណើរបន្តទៅមុខទៀតគឺទៅមើលដើមឈើស្នេហ៍គឺថាទស្សនវិជ្ជាគឺនៅតែស្រស់ស្អាតដដែលដូចពីថ្ងៃសង្ក្រាន្តអីចឹងដែរតែក៏មានកន្លែងខ្លះគេបានរើរុះចេញអីចឹងណាចំណែកឯផ្សារឆ្នេររាត្រីហ្នឹងត្រូវបានទឹកជន់ជោហើយកន្លែងផ្កាចង្រងស្វាហ្នឹងក៏ទឹកជន់ជោដែរអ្នកទាំងអស់គ្នាដឹងហើយថាខែនេះខែភ្លៀងអញ្ចឹងវាមិនជាអ្វីទេចាំពេលតែទឹកស្រកទៅវិញគេមានការរៀបចំសារជាថ្មីហើយមុនពេលដែលត្រូវទៅផ្ទះវិញគឺថាឆ្លៀតបន្តិចដែរគឺឆ្លៀតបានមកឡើងលើស្ពានចាស់ដើម្បីមើលទស្សនវិជ្ជាព្រោះថាកាលពីចូលឆ្នាំបានតែឃើញគេថតទេខ្លួនឯងអត់បានទៅទេពួកអីខ្ញុំអត់ចូលចិត្តកន្លែងណាដែលមានមនុស្សច្រើនទេមនុស្ស introvert តែប៉ុណ្្នឹងហើយតែ introvert នេះគឺ introvert ចង់ដើរលេងមិនមែន introvert ចង់ទៅនៅផ្ទះទេគឺចង់ដើរលេងខ្លាំងណាស់